លោក Donald Trump និយាយថានឹងបញ្ជូននាវាដឹកយន្តហោះមួយគ្រឿងទៀតទៅប្រចាំបូព៌ាដើម្បីត្រៀមវាយអ៊ីរ៉ង់ទីក្រុង Washington លោក Donald Trump បញ្ជាក់ថានឹងបញ្ជូននាវាដឹកយន្តហោះមួយគ្រឿងទៀតទៅប្រចាំបូព៌ាដើម្បីត្រៀមចាំវាយប្រហារអ៊ីរ៉ង់ប្រសិនបើការចរចាគ្នាបរាជ័យនៅពេលនេះភាគីទាំងពីរនៅតែប្រើប្រាស់នយោបាយការទូតដើម្បីចរចាគ្នាដដែលទេប៉ុន្តែលោក Donald Trump និយាយថាអ៊ីរ៉ង់ពិបាកនិយាយគ្នាបំផុតម្យ៉ាងទៀតត្រាំហាក់ដូចជាលូកដៃជ្រៅទៅក្នុងបញ្ហាផ្ទៃក្នុងរបស់អ៊ីរ៉ង់ដល់ថ្នាក់បង្ហើបឲ្យដឹងពីការចង់ផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់លោកថានេះជាជំរើសល្អបំផុតដើម្បីបិទបញ្ចប់បញ្ហាគ្រប់គ្រងប្រភពខ្លះថាលោក Donald Trump កំពុងពិចារណាលើការធ្វើសង្គ្រាមរយៈពេលវែងនៅអ៊ីរ៉ង់សម្រាប់ពេលនេះនាវាដឹកយន្តហោះចម្បាំងរបស់អាមេរិកឈ្មោះ Abraham Lincoln កំពុងឈរជើងនៅសមុទ្រអារ៉ាប់គៀកនឹងប្រទេសអ៊ីរ៉ង់តែម្ដងលោក Donald Trump ថានាវាដឹកយន្តហោះទី2ត្រូវការជាចាំបាច់បើសិនជាការចរចាគ្នាមិនអាចឈានដល់កិច្ចព្រមព្រៀងបើសិនមានកិច្ចព្រមព្រៀងយើងអាចដកនាវានោះចេញទៅវិញភ្លាមដំណឹងស្ដីពីការបញ្ជូននាវាដឹកយន្តហោះចម្បាំងទី2ទៅប្រចាំបូព៌ាចុះផ្សាយមុនគេនៅលើទំព័រសារព័ត៌មាន New York Times កាលពីថ្ងៃព្រហស្បតិ៍ New York Times ថានាវាដឹកយន្តហោះ USS Gerald Ford និងនាវាចម្បាំងជាច្រើនគ្រឿងនឹងបញ្ជូនទៅប្រចាំបូព៌ានេះជានាវាប្រើថាមពលនុយក្លេអ៊ែរដែលចូលរួមនៅក្នុងបេសកកម្មវាយប្រហារប្រទេសវេណេស៊ុយអេឡាកាលពីខែមករានៅពេលចុះទៅបំពេញទស្សនកិច្ចនៅរដ្ឋនៅពេលចុះទៅបំពេញទស្សនកិច្ចនៅរដ្ឋCarolina ខាងជើងលោក Trump ឆ្លៀតផ្ដល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានចំពោះសំណួរថាតើលោកមានផែនការផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់ទេលោក Donald Trump ឆ្លើយតបថាប្រសិនបើរឿងនេះអាចកើតឡើងមែនវាជាការប្រសើរបំផុតកាលពីមុននេះលោកបង្ហើបឲ្យដឹងថាដំណើរការចរចាគ្នារវាងអ៊ីរ៉ង់និងអាមេរិកប្រហែលជាត្រូវការពេល1ខែទៅមុខទៀតលោក Donald Trump ចង់បញ្ជាក់ថាអ្វីដែលជាអាទិភាពរបស់លោកគឺចង់ឃើញអ៊ីរ៉ង់បកក្រោយវិញនិងបញ្ឈប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរលោកថាលោកស្នើសុំឲ្យអ៊ីរ៉ង់ធ្វើឲ្យបានចំណុចនេះតែមួយគត់ចាត់ទុកដូចជាការធ្វើសម្បទានឲ្យគ្នានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu ដែលធ្វើដំណើរទៅ Washington កាលពីពេលថ្មីៗនេះចង់ឲ្យដាក់បញ្ជូនលក្ខខណ្ឌមួយទៀតទៅក្នុងការចរចានោះគឺទាមទារឲ្យអ៊ីរ៉ង់ឈប់អភិវឌ្ឍកម្មវិធីមីស៊ីលផ្លោងនិងឈប់ផ្ដល់លុយទៅឲ្យចលនាប្រដាប់អាវុធដែលប្រឆាំងនឹងអ៊ីស្រាអែលដូចជាក្រុមហ៊ូទី Hezbollah និង Hamas ជាដើម